ប្រតិភូសាលារៀនបញ្ញវន្តអង្គរ AIA នារសៀលថ្ងៃទី9ខែមករាឆ្នាំ2026បានធ្វើមាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិដេជោប្រកបដោយសុវត្ថិភាពក្រោយពីបានចូលរួមក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី5ដល់ថ្ងៃទី9ខែមករាឆ្នាំ2026នាប្រទេសសិង្ហបុរីវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយដែលបានផ្ដល់ឱកាសដល់គណៈប្រតិភូសិស្សមកពីទូទាំងពិភពលោកអាចចែករំលែកនៅទឹកចិត្តស្រឡាញ់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការស្រាវជ្រាវជាមួយនឹងការបង្កើតនៅភាពតរភាពយូរអង្វែងរវាងគ្នាផងដែរព្រឹត្តិការណ៍នេះបានបង្ហាញនៅរបបគំហើញវិទ្យាសាស្ត្រសំខាន់ពីការបង្រៀននិងការផ្លាស់ប្ដូរការស្រាវជ្រាវទៅវិញទៅមកទៅជាការដកស្រង់បទពិសោធន៍ផ្ទាល់និងការពិភាក្សាបែបស៊ីជម្រៅអមជាមួយនឹងការគយគន់ទេសភាពនិងការកំសាន្តនិងការសហការជាមួយមិត្តភ័ក្តិនានាមកពីទូទាំងពិភពលោកយុវសិស្សហេងសុកឡាយនិងយុវសិស្សស៊ុយមេងហុកដែលជាសិស្សមកពីសាលារៀនបញ្ញវន្តអង្គរសាខាទី5ប៉ោយប៉ែតបានបង្ហាញនៅចំណាប់អារម្មណ៍ដូចនេះថាសូមគោរពជំរាបសួរខ្ញុំបាទឈ្មោះហេងសុកឡាយជាសិស្សឆ្នាំទី9នៃសាលារៀនបញ្ញវន្តអង្គរហើយខ្ញុំមានចំណាប់អារម្មណ៍សប្បាយរីករាយនឹងមានមោទនភាពចំពោះខ្លួនឯងជាខ្លាំងដែលខ្ញុំសូមអរគុណទៅដល់ប៉ាម៉ាក់និងសាលារៀនបញ្ញវន្តអង្គរដែលជ្រើសរើសខ្ញុំដែលបានចូលរួមវេទិកាវិទ្យាយុវជនវិទ្យាសាស្ត្រទី18ដ៏មានតម្លៃមួយនេះហើយសារៈប្រយោជន៍គឺទី1ខ្ញុំបានមិត្តភ័ក្តិថ្មីពីប្រទេសផ្សេងទី2ខ្ញុំបានធ្វើការងារនិងសហការគ្នាដោះស្រាយបញ្ហាអ្វីមួយទី3គឺបានជួបសាស្ត្រាចារ្យល្បីដែលធ្វើឲ្យខ្ញុំនេះកាន់តែចូលចិត្តវិទ្យាសាស្ត្របន្ថែមទៀតទី4គឺការសិក្សារបស់គេនិងការបង្រៀនរបស់គេពីប្រទេសអភិវឌ្ឍហើយនិងចុងក្រោយគឺការលត់ដំខ្លួនឯងទៅលើការសិក្សានិងអេរិយាបថជាចុងក្រោយខ្ញុំសូមផ្ដាំទៅដល់មិត្តភ័ក្តិឬក៏បងប្អូនអ្នកដែលចំណាប់អារម្មណ៍លើវេទិកាយុវជនវិទ្យាសាស្ត្រមួយនេះគឺអ្នកទាំងអស់គ្នាត្រូវចេះមុខវិជ្ជាវិទ្យាសាស្ត្រឲ្យច្បាស់ហើយនិងជាពិសេសគឺភាសាអង់គ្លេសគឺមានសារៈសំខាន់ណាស់សម្រាប់ការទៅប្រទេសក្រៅខ្ញុំសូមជម្រាបសួរទាំងអស់គ្នាខ្ញុំបាទឈ្មោះសុយមេងហុកជាសិស្សថ្នាក់ទី9នៅសាលារៀនបញ្ញវន្តអង្គរសាខាប៉ោយប៉ែតខ្ញុំមានអារម្មណ៍សប្បាយចិត្តរីករាយនិងមានមោទនភាពបានទៅវេទិកាលើកទី8វេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនដោយពួកខ្ញុំដែរហើយខ្ញុំសូមអរគុណដល់ប៉ាម៉ាក់និងថ្នាក់ដឹកនាំសាលាបញ្ញវន្តអង្គរដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមព្រឹត្តិការណ៍មួយនេះនិងមានដឹងពីសមត្ថភាពខ្លួនឯងវេទិកាមួយនេះបានជួយឲ្យខ្ញុំស្គាល់ពីពិភពសិក្សាក្រៅប្រទេសជាមួយគ្នានោះលោកបណ្ឌិតឃ្លាំងសវណ្ណនាយកទីផ្សារនិងទំនាក់ទំនងសាធារណៈនៃសាលារៀនបញ្ញវន្តអង្គរ AIA បានសម្ដែងនៅមោទកភាពដែលសាលារៀនបញ្ញវន្តអង្គរ AIA ដែលជាសាលាឯកជនតែមួយគត់បានចូលរួមក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18តំណាងឲ្យប្រទេសកម្ពុជាអ្វីដែលជាមោទកភាពបំផុតសម្រាប់សាលាអន្តរជាតិ AIA បញ្ញវន្តអង្គរគឺយើងជាសាលាឯកជនតែមួយគត់ដែលតំណាងឲ្យសាលាឯកជនទូទាំងប្រទេសកម្ពុជាដែលត្រូវបានអញ្ជើញចូលរួមពីវិទ្យាស្ថានវ៉ាឆុងនៃប្រទេសសិង្ហបុរីហើយដែលវិទ្យាស្ថានវ៉ាឆុងគឺថាសហការជាមួយក្រសួងអប់រំយុវជនសំទោសក្រសួងអប់រំនៃប្រទេសសិង្ហបុរីហើយនិងសាកលវិទ្យាល័យល្បីៗដូចជាសាកលវិទ្យាល័យណាងយ៉ាងសាកលវិទ្យាល័យ National University Singapore ដើម្បីរៀបចំពិព័រណ៍យុវជនវិទ្យាសាស្ត្រនឹងឡើងអញ្ចឹងលទ្ធផលដែលខាងសាលាយើងទទួលបាននេះគឺទី1គឺសិស្សរបស់យើងហើយនឹងថ្នាក់ដឹកនាំរបស់យើងគឺបានរៀនសូត្រពិសេសបំផុតគឺពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា AI យើងបានធ្វើ research ធ្វើការស្រាវជ្រាវមួយដែលពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា AI ជួយសម្រួលក្នុងវិស័យឧស្សាហកម្មគឺយើងសិក្សាអំពីបច្ចេកវិទ្យា AI នឹងផលិតចេញជាខ្នោះក្នុងការកោះលើកដាក់ទំនិញអីផ្សេងបម្រើក្នុងវិស័យឧស្សាហកម្មនឹងហើយការស្រាវជ្រាវនឹងគឺធ្វើឡើងដោយសិស្សវិទ្យាល័យរបស់យើងដោយមានការដឹកនាំនិងសម្របសម្រួលនឹងជួយ guide
ជួយណែនាំពីខាងថ្នាក់ដឹកនាំនៃសាលារៀនបញ្ញវន្តគោ AA របស់យើងនេះទី1លទ្ធផលទី2ធំគឺប្រតិភូរបស់យើងបានចូលរួមក្នុងការសិក្សាថ្នាក់បច្ចេកវិទ្យា AI ហ្នឹងជាមួយនឹងអ្នកជំនាញល្បីៗរបស់អន្តរជាតិតែម្ដងមានអ្នកជំនាញល្បីៗមានដូចជា expert ឬក៏អ្នកជំនាញរបស់សិង្ហបុរីក្តីហើយនឹងអ្នកជំនាញដែលមកពីខាងពិភពលោកពិសេសនោះគេមានថ្នាក់រៀនមួយទៀតគេហៅថា master class ដែល master class ហ្នឹងគឺអ្នកដែលមកបរៀនយុវជនទាំងអស់ហ្នឹងគឺគាត់ជាអ្នកទទួលបានពានរង្វាន់ Nobel ហើយ Nobel ផ្នែកអី Nobel ផ្នែកវិទ្យាសាស្ត្រម្ដងមានផ្នែកគណិតវិទ្យាមានផ្នែករូបវិទ្យាមានផ្នែកគីមីវិទ្យាអញ្ចឹងប្រតិភូរបស់យើងបានជួបពួកគាត់ផ្ទាល់ហើយបានសិក្សាស្វែងយល់និងរៀនពីពួកគាត់ផ្ទាល់តែម្ដងនេះគឺជាចំណុចរៀនធំទី2ចំណុចរៀនធំទី3គឺគាត់បានទស្សនកិច្ចសិក្សានៅគេហៅថា Science Center របស់សិង្ហបុរីគឺមជ្ឈមណ្ឌលវិទ្យាសាស្ត្រហើយយើងដឹងស្រាប់ថាប្រទេសសិង្ហបុរីគឺមានភាពទំនើបមែនទែនទៅលើផ្នែកវិទ្យាសាស្ត្រផ្នែក AI ហ្នឹងណាអញ្ចឹងគាត់បានសិក្សាស្វែងយល់អានឹងទៀតហើយចំណុចទី4សំខាន់នោះគឺគាត់បានធ្វើបទបង្ហាញនៅការស្រាវជ្រាវរបស់គាត់អញ្ចឹងគាត់ធ្វើការស្រាវជ្រាវរយៈពេល2-3 ខែនឹងនៅកម្ពុជាហើយចេញជាលទ្ធផលហើយទៅដល់គាត់ធ្វើបទបង្ហាញនឹងដែលបទបង្ហាញនឹងគឺអនុញ្ញាតឲ្យគាត់ចែកម្លែកនៅលទ្ធផលហ្នឹងទៅដល់យុវជនដែលមកពីប្រទេសផ្សេងទៀតហើយសូមបើកមួយចោតទីដែរថាយុវជនដែលមកពីសាលាទាំងអស់ជុំវិញពិភពលោកនេះមានចំនួន45សាលាដែលមកពីប្រមាណ15ប្រទេសទូទាំងពិភពលោកទ្វីបចំនួន4ទ្វីបមានទ្វីបអាស៊ីទ្វីបអូស្ត្រាលីទ្វីបអឺរ៉ុបហើយនិងទ្វីបអាមេរិកជាដើមហ្នឹងគឺជាការចូលរួមរបស់ពួកគាត់មួយទៀតយើងអត់ភ្លេចទេក្នុងនាមជាប្រតិភូដែលទៅពីសាលានៅកម្ពុជាយើងក្តីនេះគឺថាយើងបានតាំងបង្ហាញនៅសិល្បៈវប្បធម៌របស់ខ្មែរយើងក្នុងនោះខាងប្រតិភូសាលាបញ្ញវន្តគោ AA របស់យើងគឺយើងបានតាំងបង្ហាញនៅរូបភាពតាក់ទងរូបភាពប្រាសាទអង្គរវត្តតាក់ទងជាមួយនឹងវត្ថុសិល្បៈដូចមានកម្មាមានអីជាដើមដើម្បីឲ្យខាងពិភពលោកជាពិសេសគឺយុវជនដែលមកពីបណ្ដាប្រទេសទាំងអស់ដែលមកពីសាលាទាំងអស់នេះគាត់បានស្វែងយល់បន្ថែមពីប្រទេសកម្ពុជាយើងឲ្យបានតែកាន់តែស៊ីជម្រៅអ្វីដែលពិសេសបន្ថែមទៀតនោះគឺសូមបញ្ជាក់ថា45សាលាហ្នឹងសិតតែជាសាលាបែបពិសេសមានថាគេហៅថា talented school គឺជាសាលាដែលគាត់ផ្ដោតសំខាន់លើសិស្សដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រហ្នឹងហ្មងពួកគាត់ដែលមកពីសាលាទាំងអស់ហ្នឹងអញ្ចឹងយើងមើលមោទកភាពដែលយើងមានគឺថាក្នុងនាមសិស្សនៅសាលារៀនបញ្ញវន្តគោរបស់យើងអាចបញ្ជ្រាបខ្លួនយើងឲ្យទៅជាមួយនឹងបរិបទសកលបរិបទផ្នែក AI នឹងតែម្ដងបាទនេះគឺជាអ្វីដែលយើងបានរៀនសូត្រពីខាងពិព័រណ៍យុវជនវិទ្យាសាស្ត្រលើកទី18ឆ្នាំ2026នៅប្រទេសសិង្ហបុរីនេះហើយជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ពិសេសគឺយុវជនឲ្យលោកមានការផ្ដោតបន្ថែមទៀតកូនត្រូវមានការផ្ដោតបន្ថែមទៀតទៅលើផ្នែកវិទ្យាសាស្ត្រហ្នឹងពីព្រោះផ្នែកវិទ្យាសាស្ត្រហ្នឹងគឺជួយឲ្យប្រទេសយើងរីកចម្រើនមែនទែនយើងមើលបច្ចុប្បន្ននេះប្រទេសដែលរីកចម្រើនខ្លាំងទាំងអស់សិតតែគេផ្ដោតលើផ្នែកវិទ្យាសាស្ត្រហើយសិតតែពួកគាត់បានសិក្សាស្វែងយល់និងយកចំណេះដឹងផ្នែកវិទ្យាសាស្ត្រហ្នឹងជាពិសេសគឺផ្នែក AI នេះទៅបម្រើឲ្យការអភិវឌ្ឍប្រទេសអញ្ចឹងប្រទេសដែលខ្លាំងគឺជាប្រទេសដែលមានធនធានខ្លាំងហើយធនធានហ្នឹងគឺផ្ដោតសំខាន់លើវិទ្យាសាស្ត្រទៀតអញ្ចឹងខ្ញុំសូមបើកវងចោតតិចថាកន្លងមកថ្មីនេះឃើញសិស្សសានុសិស្សថ្នាក់ទី12យើងគាត់ចាប់យកផ្នែកសង្គមរៀងច្រើនជាងវិទ្យាសាស្ត្រនោះគឺជាការព្រួយបារម្ភមួយដែរក្នុងនាមជាអ្នកអប់រំគឺថាយើងព្រួយបារម្ភថាចុះបើយកផ្នែកសង្គមច្រើនចុះផ្នែកវិទ្យាសាស្ត្រនឹងត្រូវបានមិនត្រូវបានយកចិត្តទុកដាក់បន្ថែមឬក៏ត្រូវបានឆក់ល្វែងអីជាដើមអញ្ចឹងគឺថាសំណូមពរថាឲ្យផ្ដោតសំខាន់លើវិទ្យាសាស្ត្រឲ្យបានកាន់តែច្រើនដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសយើងហើយតកតទៅនឹងផ្នែកនឹងដែរយើងមើលបច្ចុប្បន្នសង្គ្រាមឬក៏មានការឈ្លានពានពីប្រទេសជិតខាងនេះយើងធ្វើឲ្យយើងកាន់តែភ្ញាក់ខ្លួនហើយកាន់តែដឹងខ្លួនថាមានតែប្រទេសកម្ពុជាយើងខ្លាំងឯងមានតែយុវជនម្នាក់ខ្លាំងឯងហើយពួកខ្ញុំជាថ្នាក់ដឹកនាំនៅសាលារៀនបញ្ញវន្តគោ AA គឺយើងផ្ដោតថាមានតែសិស្សយើងខ្លាំងឯងមានតែសិស្សយើងពូកែឯងទើបយើងអាចជួយខ្លួនឯងបានជួយគ្រួសារជួយសង្គមជាតិយើងបាន
ដើម្បីយើងរំពឹងថា10ឆ្នាំទៀត15ឆ្នាំទៀតគឺថាគេនឹងខ្លាយរអាយើងហើយយើងនឹងកាន់តែរីកចម្រើនជានឹងក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតរបស់រដ្ឋាភិបាលយើងបច្ចុប្បន្នបាទអរគុណច្រើន